សម្ដេចបវរថាបតីហ៊ុនម៉ាណែតគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាគឺតាក់ទាញអ្នកវិនិយោគថ្មីថែរក្សាអ្នកចាស់និងត្រូវផ្ដល់លក្ខខណ្ឌងាយស្រួលពីគ្រប់ភាគីសម្ដេចមហាបវរថាបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងសង្កត់ថាការតាក់ទាញវិនិយោគិនឲ្យមកវិនិយោគនៅកម្ពុជាមិនមែនជារឿងងាយស្រួលនោះទេប្រសិនបើមិនមានការសហការនិងការផ្ដល់លក្ខខណ្ឌងាយស្រួលពីគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាពិសេសការគាំពៀអ្នកវិនិយោគក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីសម្ពោធដាក់ឲ្យដំណើរការពង្រីកខ្សែចង្វាក់ផលិតកម្មរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia នៅខេត្តពោធិ៍សាត់សម្ដេចបវរថាបតីហ៊ុនម៉ាណែតបានណែនាំឲ្យស្ថាប័នថ្នាក់ក្រោមជាតិខិតខំបង្កើនលក្ខខណ្ឌងាយស្រួលនិងដោះស្រាយបញ្ហាផ្សេងៗរួមទាំងបញ្ហាដីធ្លីនិងវិនិយោគឲ្យបានល្អសម្រាប់វិនិយោគិនសម្ដេចបវរថាបតីបានកត់សម្គាល់ថាភាពជោគជ័យនៃការតាក់ទាញវិនិយោគិនមកដល់ពេលនេះគឺដោយសារការខិតខំប្រឹងប្រែងនិងការសហការពីក្រមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតក្នុងការជួយសម្រួលនិងផ្ដល់លក្ខណៈងាយស្រួលដល់វិនិយោគិនសម្ដេចបវរថាបតីហ៊ុនម៉ាណែតបានមានប្រសាសន៍ថាមិនមែនរឿងងាយស្រួលទេឯកឧត្តមលោកជំទាវអស់លោកទៅតាក់មួយមិនងាយស្រួលទេតាក់មួយហើយឲ្យគេសម្រេចចិត្តមកដាក់ទុនមិនស្រួលទេគេដាក់ទុនហើយគេនៅជាមួយយើងយូរគេនៅជាមួយយើងយូរហើយគេពង្រីកទៀតគេទុកចិត្តលើយើងមិនងាយស្រួលទេអញ្ចឹងបានន័យថាដើម្បីឲ្យមានការរីកចម្រើនមកដល់ពេលនេះតើតែមានលទ្ធផលនៃការសហការទាំងអស់គ្នាទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិសម្ដេចបវរថាបតីបានថ្លែងអំណរគុណនិងអំពាវនាវឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធបន្តចូលរួមខិតខំជួយបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនទាំងអស់ក្នុងក្រៅប្រទេសដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍនៅកម្ពុជាគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាគឺតាក់ទាញអ្នកវិនិយោគថ្មីហើយថែរក្សាអ្នកចាស់ដែលបានវិនិយោគនៅកម្ពុជាឲ្យបានរីកចម្រើនទៅមុខថែមទៀតជាមួយនឹងសុខសន្តិភាពនិងស្ថិរភាពដែលកម្ពុជាកំពុងមានសម្ដេចមហាបវរថាបតីហ៊ុនម៉ាណែតបានថ្លែងរាល់ការវិនិយោគរបស់ក្រុមហ៊ុនបរទេសនៅកម្ពុជាមិនមែនជាការកេងចំណេញនោះទេគឺជាការធ្វើពាណិជ្ជកម្មដោយសមភាពកំណើនវិនិយោគនៅកម្ពុជាដោយសារបរិយាកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរហើយកែលម្អជាប់ជាប្រចាំជាពិសេសកម្ពុជារក្សាបានស្ថិរភាពការវិនិយោគរបស់បរទេសផលប្រយោជន៍មុនគេគឺការបង្កើតការងារពលរដ្ឋមានលទ្ធភាពទិញរថយន្តថ្មីតម្លៃសមរម្យហើយជួយកាត់បន្ថយការនាំរថយន្តចាស់ចូលពីក្រៅប្រទេសសម្ដេចមហាបវរថាបតីហ៊ុនម៉ាណែតបានអំពាវនាវដល់វិនិយោគិនជ្រើសរើសយកកម្ពុជាជាគោលដៅសម្រាប់ការវិនិយោគដោយសារកម្ពុជាមានផលលាភសុខសន្តិភាពស្ថិរភាពនយោបាយនិងម៉ាក្រូសេដ្ឋកិច្ចនិងផលលាភប្រជាសាស្ត្រខ្ញុំសូមសរសើរគុណភាពរថយន្ត Ford Ranger YO Truck ដែលខ្ញុំធ្លាប់ប្រើតែតងនឹងបញ្ហារថយន្តនេះកម្ពុជាមិនមានគោលការណ៍ប្រើតែរថយន្តនាំចូលមកពីប្រទេសនេះឬប្រទេសនោះឡើយគឺកម្ពុជាប្រើទាំងអស់ទោះជារថយន្តរបស់ប្រទេសណាក៏ដោយកម្ពុជាត្រូវការទាំងសាច់គោស្ពៃត្រីបន្លែផ្លែឈើសម្ដេចថាបតីហ៊ុនម៉ាណែតបានថ្លែងថាបងប្អូនខ្មែរយើងបើទិញឡានគឺចង់ទិញឡានដែលមានក្រុមហ៊ុននៅក្នុងស្រុកព្រោះងាយស្រួលផ្លាស់ប្ដូរគ្រឿងបន្លាស់និងសេវាកម្មផងដែរអូនគឺជាបុគ្គលលេខ2ចាបុគ្គលលេខ2បើយើងមើលមកក្នុងនេះវាគ្រាន់តែសាមញ្ញទេចាយើងសាមញ្ញវាលំបាកនៅក្នុងការសម្រេចចិត្តអវិជ្ជមានយើងសម្រាប់បងប្អូនដែលមិនទាន់ស្គាល់ខ្លួនឯងច្បាស់រកស៊ីមានបញ្ហានឹងការធ្វើការជាមួយអ្នកដទៃមិនចុះសម្រុងគ្នានិងចង់អភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនអាចធ្វើការគុនគូជាមួយនឹងលោកជំទាវផ្ទាល់តាមក្បួន Napoleon Hill លោកអ្នកនឹងទទួលបានដឹងអំពីការតម្រង់ផ្លូវជីវិតប្រាប់ពីអត្តចរិតនិងកែប្រែឧបនិស្ស័យរបស់អ្នករោគជំងឺដែលត្រូវប្រយ័ត្ននិងជំងឺដំណពូជធាតុដែលខ្វះពណ៌ដែលត្រូវប្រើលើករិស័យមុខរបរដែលស័ក្តិសមនិងធាតុកំណើតរបស់លោកអ្នក